Hello ជំរាបសួរក៏ដូចជាសួស្តីបានពុកម៉ែបងប្អូនហើយជួបជាមួយខ្ញុំបាទទៀតហើយអំពី vlog វីដេអូពីជីវិតពិតនិងសកម្មភាពប្រចាំថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនហើយក្នុងថ្ងៃនេះដែរគឺខ្ញុំបាននាំអារម្មណ៍បងប្អូនមកទស្សនាស្ទឹងសែនបាទពុកម៉ែបងប្អូនហើយដោយសារតែថ្ងៃនេះដែរខ្ញុំដើរមកស្រេស្រង់មើលទូកមើលអីចែដោយសារតែខានមកមើលវាយូអញ្ចឹងណាទៅរំទៅថាបានទៅមើលទូកក៏ស្រេស្រង់ឆ្លៀតនឹងថតអំពីសកម្មភាពទេសភាពទឹកស្ទឹងសែនឲ្យពុកម៉ែបងប្អូនទស្សនាបន្តិចពុកម៉ែបងប្អូនហើយដោយសារតែទឹកស្ទឹងយើងនារដូវប្រាំងគឺស្រស់ស្អាតខ្លាំងមែនទែនបាទពុកម៉ែបងប្អូនមូលហេតុដែលខ្ញុំបានច្រឡំទូកពុកម៉ែបងប្អូនហើយដោយសារតែគឺទឹករាក់ចាអែងដោយសារតែទឹកដើរបានហើយទឹកគ្រឿងទូកគឺយើងអាចបានច្រឡំទេហើយខំធ្វើទូកអស់លុយមកកណោពុកម៉ែបងប្អូនហើយតែត្រូវមកគ្រឿងទូកទុកចោល5-6 ខែទៅដល់ថាដល់រដូវវស្សាបងប្អូនហើយយើងខាតបង់លុយច្រើនតែវាមិនមានបញ្ហាទេពុកម៉ែបងប្អូនហើយដោយសារតែឆ្នាំក្រោយ1ឆ្នាំក្រោយ2ប្រហែលជាគេអាចបិទទំនប់បិទអីទៅវាអាចទឹកឡើងជាងអាចច្រឡំបានទាំងប្រាំងទាំងផ្សាយបាទពុកម៉ែបងប្អូនហើយព្រោះអីខែនេះគឺចាប់ផ្ដើមនឹងស្រកហើយទឹកស្ទឹងខាងខ្ញុំដោយសារតែទឹកស្ទឹងគឺធំម្ដាគេអត់បានបិទចឹងណាតែមកនេះដើរបណ្ដាលទូកឲ្យបាទពុកម៉ែបងប្អូនហើយក៏ខ្ញុំស្រីកណាត់ស្រីអីដើម្បីទៅថាមកគ្រាប់ម៉ាស៊ីនគ្រាប់អីដោយសារតែយើងទូកហាលចូលអញ្ចឹងអត់ដែលបានគ្រាប់ទេតែថ្ងៃនេះគឺនឹកឃើញមកប្រឆេះមើលប្រឆេះអីផងដោយសារតែយើងទុកយូរគ្រាន់តែថាមានកាំងមានអីពុកម៉ែបងប្អូនមានកណ្ដោមានអីចូលតាមស្មាំងតាមអីអញ្ចឹងណាហើយបងប្អូនមើលទៅគឺសកម្មភាពដូចបាវីដេអូចាអែងគឺខ្ញុំប្រឆេះដូចបងប្អូនឃើញណាឯងប្រឆេះមើលប្រឆេះដាក់លេខដាក់អីវាមើលចាអែងពុកម៉ែបងប្អូនបន្ទាប់មកនេះក៏ដោះស្រាយសស្រ័យអីដោយសារតែយើងចាក់សទុកពុកម៉ែបងប្អូនសកម្មភាពនឹងជីវិតពិតរបស់ខ្ញុំតែបង្ហាញរឿយពុកម៉ែបងប្អូនហើយដូចថាខែភាសាខ្ញុំច្រឡំទូកច្រឡំអីដល់ទៅពេលខែទៅលោកធ្វើទៅលោកខ្ញុំធ្វើទៅលងច្រូតស្រោខ្ញុំបង្ហាញអំពីការច្រូតស្រោចឹងពុកម៉ែបងប្អូនខ្ញុំមិនដែលឃើញបានលាក់បាំងលាក់អីទេគឺបង្ហាញខ្ទេចទីឆ្ងាយអមអស់ហើយបាទដល់ទៅពេលនេះគឺចាប់ផ្ដើមស្រីស្រង់ប្រឆេះមើលហើយបាទពុកម៉ែបងប្អូនហើយដោយសារតែម៉ាស៊ីនយើងក៏បាក់ស្មាំងទៀតបាទដោយសារតែប្រឆេះទៅកលិនពេញទូកតែម្ដងហើយបាក់ស្មាំងដោយសារតែម្សានោះទូកខ្ញុំគឿងបាទពុកម៉ែបងប្អូនហើយបន្ទាប់តែថាមុននឹងប្រឆេះយើងត្រូវមើលព្រៀងបាតព្រៀងអីក្រែងមានទៅថាកតិចកទីសម្រាម6ក៏ទឹកចូលទឹកអីពុកម៉ែបងប្អូនដោយសារតែយើងទុកហាលចឹងណាប៉ុន្តែមិនធ្វើទេដោយសារតែមានតមូលចឹងពុកម៉ែបងប្អូនហើយបន្ទាប់តែថាប្រឆេះរួចក៏ចាប់ផ្ដើមនឹងរោមើលពុកម៉ែបងប្អូនហើយឆេះនៅល្អគឺវាយលេខវាយអីស្រីស្រង់ប៉ងស្រង់អីនៅល្អដែរពុកម៉ែបងប្អូនដោយសារតែខ្ញុំចូលជាច្រើនខែដែរហើយចាប់ផ្ដើមតាំងពីធ្វើទៅលងមកគឺមកមើលដែរតែមិនដែរចាប់អារម្មណ៍នឹងបានប្រឆេះបានអីទេហើយលេខប៉ងយើងក៏ធម្មតាទេបាទពុកម៉ែបងប្អូនហើយដូចគ្មានអីប្លែកទេបាទដោយសារតែពីភាសាម៉ាញ់គឺខ្ញុំច្រឡងរហូតពុកម៉ែបងប្អូនហើយដល់ទៅពេលខែប្រាំងទឹកស្រកគឺមិនច្រឡងទេបងប្អូនធ្លាប់ឃើញហើយវីដេអូខ្ញុំច្រឡងទូកពីមុនបាទពុកម៉ែបងប្អូនហើយគឺបង្ហាញរហូតអ្នកក៏ហៅថាជីវិតពិតនិងសកម្មភាពប្រចាំថ្ងៃមិនដែលលាក់បាំងអីទេបាទពុកម៉ែបងប្អូនហើយក៏ដាក់លេខទៅមុខគឺវាបានល្អបងប្អូនឃើញហើយគឺអត់មានឡាប់ចាក់ទេឡាប់ចាក់គឺខ្ញុំដោះដាក់លើទូកចឹងពុកម៉ែបងប្អូនដោយសារតែវឹកនោះទូកគ្រឿងក៏យើងរុញនឹងអត្រាចឹងណាដល់ទៅពេលនេះខ្ញុំរៀបចំបានហើយគឺរៀបចំគ្រាប់រៀបចំអីបានស្អាតស្រីស្រង់វាហើយឈប់ហើយបាទពុកម៉ែបងប្អូនហើយតិចទៀតគឺទឹកនឹងបានឡើងវិញហើយដោយសារតែខែចន្ទីគឺដូចរាល់ឆ្នាំទឹកតែងតែឡើងមកវិញចាឯងគឺប្រហែលជាយើងបានច្រឡងហើយខែនោះបាទហើយផ្លូវគឺយើងធ្វើបានស្អាតទៀតពុកម៉ែបងប្អូនហើយគឺឈូសឆាយកាយអីទៀបអស់ហើយគឺស្រួលក៏យន្តឡើងទូក៏ចូលស្រួលដែរបាទដោយសារតែយើងសម្អាតហើយប្លុកវីដេអូថ្ងៃនេះក៏គ្មានអីបង្ហាញច្រើនដែរបាទមានតែសកម្មភាពនិងជីវិតពិតរបស់ខ្ញុំនេះឯងបាទពុកម៉ែបងប្អូនហើយអរគុណច្រើនសម្រាប់ការទស្សនាបាទ